សួស្តីបងប្អូនទាំងអស់គ្នាយើងតមេរៀនទៅមុខទៀតមេរៀនសារឡើងវិញរៀនពីត្រីស័ព្ទឬសញ្ញាសកលដែលមានដូចជាបត្រីស័ព្ទបូសត្រីស័ព្ទសួរហត្រីស័ព្ទហួរអត្រីស័ព្ទអព្យញ្ជនៈបព្យញ្ជនៈសព្យញ្ជនៈហនិងព្យញ្ជនៈអគឺជាព្យញ្ជនៈខ្យល់អកាលណាយើងប្រើជាមួយនឹងត្រីស័ព្ទឬសញ្ញាសកលបដូរពីសំឡេងខ្យល់អទៅជាខ្យល់អអញ្ចឹងបងប្អូនបានធ្លាប់ដឹងរួចមកហើយអំពីការប្រើប្រាស់និងការប្រកបជាមួយនឹងស្រៈនិស្ស័យពីមុនមកអញ្ចឹងតោះកុំឲ្យខាតពេលយូរយើងទៅរំលឹកមេរៀនពីការប្រើប្រាស់ត្រីស័ព្ទឬសញ្ញាសកលទៅលើព្យញ្ជនៈ4តួមានដូចជាបសហនិងអសស្រអាសាបត្រីស័ព្ទបូស្រអ៊ូបូអានថាសាបូសស្រអាសាបត្រីស័ព្ទបូស្រអ៊ូបូអានថាសាបូកស្រអៅកៅសត្រីស័ព្ទសូស្រអ៊ូស៊ូអានថាកៅស៊ូកស្រអៅកៅសត្រីស័ព្ទសូស្រអ៊ូស៊ូអានថាកៅស៊ូតស្រអៅតៅហត្រីស័ព្ទហស្រអ៊ូហ៊ូអានថាតៅហ៊ូតស្រអៅតៅហត្រីស័ព្ទហស្រអ៊ូហ៊ូអានថាតៅហ៊ូរអត្រីស័ព្ទអូស្រអ៊ូអូអានថារអូរអត្រីស័ព្ទអូស្រអ៊ូអូអានថារអូហត្រីស័ព្ទហស្រអ៊ឺហ៊ឺហស្រអាហាអានថាហ៊ឺហាហត្រីស័ព្ទហស្រអ៊ឺហ៊ឺហស្រអាហាអានថាហ៊ឺហាល្បះនេះអានថាចៅប៊ីថាទីនេះអ៊ូអអានថាចៅប៊ីថាទីនេះអ៊ូអល្បះនេះអានថាអាគីចេះស៊ីតៅហ៊ូអានថាអាគីចេះស៊ីតៅហ៊ូល្បះនេះអានថាកុមារខំតស៊ូទៅសាលារៀនអានថាកុមារខំតស៊ូទៅសាលារៀន